dương khơi tha xã ròm rích trong cả đặc nòm rồi bỏ lục Donald Trump cứ miền cả plap đô dạng khăng bà tiếng sầm pon mứt nơi ở rộp tiếng cầm NATO rồi còn nơi Asia cứ miền cả plap đô tràn bom hot bà tràn thắng này việc bom plop miền to thật sao bà không bom thật sao bà rồi bỏ xã ròm rích nâng bị phốp lục bà hay ở lầnนี้คือลูกโดนตรัมป์จิจังเป็นจอบสังเครียมในมาชมบปีครั้งนะให้ปุ๊จิจังบัดเบิกในสมุดโฮมอกหลังวิ่งบัดเบิกสมุดโฮมอกหลังวิ่งได้ปีมนมาสมุดโฮมอกคือในเบิกถ่วมดาแต่ดังใบก็คือจีឲ្យបានបិទវិញហើយសង្គ្រាមនៅមជ្ឈមពីมันកើតទេបើកើតជាសង្គ្រាមឥឡូវចង់បញ្ចប់សង្គ្រាមប៉ុន្តែការបញ្ចប់សង្គ្រាមរបស់គាត់គឺมันអាចទៅរួចឥឡូវនេះយើងឃើញថាការខ្វាយគំនិតគ្នាសមុទ្រហូមកបើកមិនបានប្រមាណម៉ោងហ្នឹងបងប្អូនឥឡូវនេះថ្ងៃ19ណាបងប្អូនបាទអ៊ីរ៉ង់បានបិទវិញហើយបានបិទដោយសារតែអ៊ីរ៉ង់ខឹងនឹងសហរដ្ឋអាមេរិកដោយមិនគោរពมันគ្រប់ពាក្យសច្ចៈហើយបាយជាដេញនាវាដែលឆ្លងកាត់នឹង23គ្រឿងឲ្យត្រឡប់ទៅវិញហើយព្រមាននាវា23គ្រឿងនឹងអាមេរិកមានថានឹងបាញ់ផលិតបើសិនបើនៅតែអត់ត្រឡប់ទៅវិញអញ្ចឹងអ៊ីរ៉ង់គាត់ខឹងខ្លាំងគាត់ក៏បិទសមុទ្រនឹងតែម្ដងហើយបាញ់រះទៅលើនាវាដទៃទៀតធ្វើឲ្យឆេះមួយគ្រឿងពីរគ្រឿងដែរបាទប្រហែលជាបោះនាមដឹងបាទមិនសូវជាច្បាស់ដែរបងប្អូនគឺបាញ់រះហើយបិទជាស្ថាពរឲ្យសមុទ្រហូមកនឹងយើងដឹងថាមិនទេបាទពិភពលោកនឹងការប្រែប្រួលសាំងឡើងថ្លៃឬក៏សេដ្ឋកិច្ចយ៉ាងម៉េចទេបងប្អូនអើយវាកលាប់ចាក់រហូតបាទព័ត៌មានយើងមួយថ្ងៃមួយម៉ោងគឺផ្លាស់ប្ដូរគ្រប់បែបយ៉ាងទាំងអស់បងប្អូនបាទអញ្ចឹងសហរដ្ឋអាមេរិកចង់បញ្ចប់សង្គ្រាមចង់បិទចង់បើកសមុទ្រហូមកឡើងវិញតែសួរថាអ៊ីស្រាអែលយ៉ាងម៉េចដែរអ៊ីស្រាអែលគឺគាត់ចង់នៅតែគាត់ខ្វាយគំនិតមួយសហរដ្ឋអាមេរិកឲ្យបងប្អូនឥឡូវចាប់បានខ្វាយគំនិតអត់ត្រូវគំនិតគ្នាទៀតទេឥឡូវនេះបាទព្រោះអ៊ីស្រាអែលចង់កម្ចាត់ក្រុម Hezbollah ចេញពីលីបង់ថ្មីទៅយកវាយយកលីបង់យកដីមកគេទៀតណាចង់កម្ចាត់ក្រុម Hezbollah អស់ហើយជាពិសេសទៅទៀតគឺចង់បង្ក្រាបអ៊ីរ៉ង់ផ្លាស់ប្ដូរមេដឹកនាំអ៊ីរ៉ង់ទាំងអស់ហើយកម្ចាត់គេឡើងស្លាប់អស់50នាក់ហើយនៅក៏អត់សុខចិត្តដែរបាទណាបាទគាត់អត់សុខចិត្តទេបងប្អូនបាទគឺគាត់ចង់កម្ចាត់ឲ្យអ៊ីរ៉ង់នឹង20-30ឆ្នាំតាមគាត់អត់ទាន់ចង់និយាយបំផ្លាញអស់អញ្ចឹងណាបាទឥឡូវយើងអត់ដឹងយ៉ាងម៉េចទេរងចាំមើលតទៀតហើយប្រទេស50ជាងប្រទេសមុនមក50ប្រទេសហើយដែលឈប់ទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលឥឡូវនៅមកប្រទេសយើងនៅអាស៊ានយើងនេះគឺប្រ៊ុយណេនេះបាទហ្នឹងបងប្អូនឆែកព័ត៌មានមើលខ្លួនឯងបន្តិចទៀតសិនបាទមិនច្បាស់ផ្លូវការប្រហែលទេប៉ុន្តែគាត់ថាឃើញប្រ៊ុយណេមួយថាគាត់និយាយគាត់ថាគាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលដែរបាទអញ្ចឹងគឺអ៊ីស្រាអែលមានដឹកនាំអ៊ីស្រាអែលលោកបិនយ៉ាហ៊ូនឹងគឺគួរតែមិនគួរតែគិតខ្លួនឯងមើលដែរបាទដើម្បីតំណាក់តំណងបាទពិភពលោកនាំគ្នាចង់បានសន្តិភាពផែនដីទាំងមូលនៅលើពិភពលោកនេះបានដីទាំងមូលរក្សាខ្លួនឯងមិនបានហើយចង់បានវាយធ្វើសង្គ្រាមដើម្បីអីខ្លាំងយកស្អីអស់ហ្នឹងសិតថារបស់មិនទៀងទេបងប្អូនអត់ទៀងទេណាបាទអត់ទៀងផងហើយយើងខំតែប្រឹងប្រែងសម្រាប់បើយើងបានរស់នៅលើផែនដីជាមួយគ្នាមិនរក្សាគ្នាឲ្យបានសុខ